បាទនៅក្នុងវីដេអូមុនខ្ញុំបានបង្ហាញរួចមកហើយថាតើអ្វីទៅគឺជាការគិតទ្រិរិះពិចារណាដែលអង់គ្លេសហៅថា critical thinking បន្ទាប់ពីខ្ញុំបានផុសវីដេអូហ្នឹងចែកម្លែកទៅបងប្អូនយើងមកក៏មានអ្នកផ្ញើសំណួរបាទសួរថាតើឲ្យខ្ញុំរៀនគិតយ៉ាងម៉េចលោកគ្រូបើសិនបើរាល់ពេលដែលខ្ញុំចាប់ផ្ដើមគិតពីអីមួយពីរឿងអីមួយពីកិច្ចការអីមួយក្បាលខ្ញុំហ្នឹងវាសគាវាឈឺក្បាលវាអត់អារម្មណ៍អត់ស្រួលណាតើអញ្ចឹងតើខ្ញុំគួររៀនគិតបែបម៉េចបើរាល់ពេលដែលខ្ញុំចាប់ផ្ដើមគិតហ្នឹងក្បាលខ្ញុំនឹងឈឺដូចគេសពងនឹងស្អីមួយអញ្ចឹងបាទតាមពិតទៅបទពិសោធន៍របស់បងប្អូនយើងដែលជាអ្នកសួរសំណួរនេះមិនមែនជារឿងថ្មីទេខ្ញុំខ្លួនឯងកាលខ្ញុំចាប់ផ្ដើមចូលរៀនទស្សនវិជ្ជាខ្ញុំជាអតីតនិស្សិតទស្សនវិជ្ជានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញពេលដែលខ្ញុំចូលរៀនទស្សនវិជ្ជានៅឆ្នាំ1998ប្រហែលជាបងប្អូនខ្លះដែលមើលវីដេអូនេះមិនទាន់កើតផងនៅមួយអាទិត្យពីរអាទិត្យដំបូងពេលដែលខ្ញុំអង្គុយស្ដាប់គ្រូនៅក្នុងថ្នាក់និយាយអំពីមេរៀនទស្សនវិជ្ជាបង្រៀនអំពីមេរៀនទស្សនវិជ្ជាអង្គុយអានសភៅទស្សនវិជ្ជាហ្នឹងគឺខួរក្បាលខ្ញុំហ្នឹងគឺដើរខុសពីពេលធម្មតាក្បាលចាប់ផ្ដើមសគារោយកញ្ចឹងកឬក៏រៀងស្ពឹកក្បាលឬក៏និយាយភាសាសាមញ្ញឲ្យងាយយល់ថាពេលដែលអង្គុយរៀនទស្សនវិជ្ជាហើយចាប់ផ្ដើមរៀនគិតពីព្រោះទស្សនវិជ្ជាគឺជាមេរៀនមួយដែលគឺជាមុខវិជ្ជាមួយដែលបង្រៀនយើងអំពីរបៀបគិតនិងរៀនសូត្រអំពីទស្សនៈផ្សេងគ្នាឬក៏របៀបគិតផ្សេងគ្នារបស់ទស្សនវិទូនៅក្នុងលោកតាំងពីបុរាណសម័យរហូតដល់សម័យទំនើបអញ្ចឹងនៅពេលដែលខ្ញុំទៅរៀនគិតតាមបែបទស្សនវិជ្ជាទស្សនវិទូម្នាក់ហ្នឹងឬក៏មេរៀនទស្សនវិជ្ជាមួយហ្នឹងខួរក្បាលខ្ញុំហ្នឹងចាប់ផ្ដើមដំណើរការតាមរបៀបថ្មីដូច្នេះហើយវាធ្វើឲ្យយើងនិយាយភាសាសាមញ្ញថាសរសៃប្រសាទឬក៏ខួរក្បាលយើងនឹងវាដើរអត់ដូចមុនទេអត់ដូចពេលដែលយើងអត់ទាន់បានចូលរៀនឬក៏ចាប់ផ្ដើមរៀនរបៀបគិតថ្មីទេដូច្នេះហើយបានធ្វើឲ្យក្បាលយើងនឹងវាសគាឬក៏ពេលខ្លះឈឺក្បាលឬក៏និយាយភាសាសាមញ្ញថាពេលដែលអង្គុយរៀនចាប់ផ្ដើមអង្គុយរៀនទស្សនវិជ្ជាដំបូងមួយអាទិត្យពីរអាទិត្យដំបូងនឹងមានអារម្មណ៍ថាដូចបោកក្បាលទៅនឹងជាងអញ្ចឹងបាទអានឹងនិយាយភាសាសាមញ្ញឲ្យងាយយល់ណាបាទដូច្នេះហើយសម្រាប់បងប្អូនយើងដែលសួរនិងបង្ហាញពីបទពិសោធន៍ថាពេលដែលពួកគាត់រៀនគិតឬក៏ចាប់ផ្ដើមគិតពីអីមួយហ្នឹងគឺគាត់មានអារម្មណ៍ថាសគាក្បាលឬក៏យើងឈឺក្បាលអានឹងគឺជារឿងធម្មតាបាទពីព្រោះនៅពេលដែលយើងផ្លាស់ប្ដូររបៀបធ្វើអីមួយរាងកាយយើងវានឹងមានប្រតិកម្មតបហើយឬក៏នៅពេលដែលយើងចាប់ផ្ដើមផ្លាស់ប្ដូររបៀបធ្វើរបៀបគិតទាំងរាងកាយយើងទាំងមូលក៏ដូចជាខួរក្បាលយើងនឹងគឺចាប់ផ្ដើមធ្វើដំណើរការរបៀបថ្មីវាមិនខុសគ្នាពីពេលដែលបងប្អូនយើងទៅហាត់កីឡាបាទមិនថាជាកីឡាកាយសម្ព័ន្ធឬក៏កីឡាលើកដុំដែកឬក៏រត់នៅក្នុងរយៈពេលមួយថ្ងៃពីរថ្ងៃដំបូងឬក៏មួយអាទិត្យពីរអាទិត្យដំបូងបងប្អូនប្រកាសជាមិនអាចជៀសផុតពីការឈឺឆ្អឹងឈឺឆ្អែងឈឺសាច់ដុំឈឺសរសៃអានេះវាគឺជាប្រតិកម្មឬក៏ការឆ្លើយតបរបស់រាងកាយយើងចំពោះសកម្មភាពថ្មីដែលយើងអត់ធ្លាប់ធ្វើពីមុនមកប៉ុន្តែមួយរយៈខ្លីក្រោយមកមួយអាទិត្យពីរអាទិត្យក្រោយមករាងកាយយើងវានឹងស្វាមជាមួយនឹងអ្វីដែលយើងធ្វើដដែលនៅពេលនោះគឺយើងឡើងឈឺយើងឡើងចុកយើងឡើងរោយ
ដូចគ្នាដែរនៅពេលដែលយើងរៀនគិតគឺដំបូងគឺអាចរៀងស្មុគស្មាញខួរក្បាលយើងដើររបៀបថ្មីដែលអាចឲ្យយើងឈឺក្បាលឬក៏រៀងងឿងក្បាលប៉ុន្តែនៅពេលដែលបងប្អូនទម្លាប់គិតឬក៏ប្រើប្រាស់ខួរក្បាលយើងតាមរបៀបគិតមិនថាបងប្អូនគិតបែបការគិតទ្រឹស្ដីពិចារណា critical thinking skill ការគិតបែបច្នៃប្រឌិតអង់គ្លេសហៅថា creative thinking ការគិតបែបការយកចិត្តទុកដាក់អង់គ្លេសហៅថា caring thinking ការគិតបែបស៊ីជម្រៅ deep thinking ការគិតបែបយុទ្ធសាស្ត្រ strategic thinking ឬក៏ការគិតបែបវិភាគ analyzing thinking អីជាដើមគឺខួរក្បាលយើងប្រកបណាស់ពេលដំបូងនឹងមានប្រតិកម្មឬក៏អាចមានអាការៈផ្នែកសារពាង្គកាយយើងនឹងមិនប្រក្រតីដែលអាចនាំឲ្យយើងឈឺក្បាលឬក៏យើងមានអារម្មណ៍រៀងស្មុគបន្តិចប៉ុន្តែប្រសិនបើបងប្អូនចេះពីរបៀបគិតនីមួយៗនឹងបានច្បាស់លាស់ខ្ញុំជឿថាអាការៈភាពមិនសនុកសុខស្រួលផ្នែករូបរាងកាយរបស់យើងនឹងបាត់រលត់ទៅវិញនៅរយៈពេលខ្លីបន្ទាប់មកប៉ុន្តែតើបងប្អូនគួរតែយកចិត្តទុកដាក់ឲ្យបានច្បាស់និងយកចិត្តទុកដាក់ខ្ពស់រឿងការគិតនិងការបារម្ភពីព្រោះការគិតគឺជាដំណើរការជាក់លាក់មានរបៀបពីមួយជំហានទៅមួយជំហានវាខុសពីការបារម្ភដែលយើងអត់ដឹងថាត្រូវដោះស្រាយបែបម៉េចការគិតគឺមានជំហានមានរបៀបដែលអាចឲ្យយើងធ្វើពីមួយដំណាក់ទៅមួយដំណាក់ចំណែកការបារម្ភគឺជាបន្ទុកផ្នែកផ្លូវចិត្តខ្ញុំតែងតែឮបងប្អូនយើងមួយចំនួនលោកនិយាយថាយប់មិញខ្ញុំគេងអត់លក់ទេដោយសារតែខ្ញុំគិតច្រើនពេកប៉ុន្តែស្ដាប់ទៅមិនមែនគាត់គិតច្រើនទេបើយើងគាត់បារម្ភច្រើនជាងបាទពីព្រោះការគិតវាអត់អាចខ្លាយទៅជាបន្ទុកដែលអាចធ្វើឲ្យយើងខ្វល់ខ្វាយឬក៏ភ័យព្រួយក្រែងអ្វីមួយមិនកើតឡើងឬក៏សម្រេចបានដោយការប៉ងប្រាថ្នារបស់យើងដូច្នេះបងប្អូនតោងតែយកចិត្តទុកដាក់ថាតើនៅពេលដែលបងប្អូនប្រើលំហាត់ខួរក្បាលហ្នឹងតើសួរខ្លួនឯងថាតើយើងកំពុងតែគិតឬក៏យើងកំពុងតែបារម្ភហើយបើសិនបើយើងកំពុងតែគិតសួរថាតើយើងគិតតាមរបៀបណាប៉ុន្តែបើសិនបើបងប្អូនរកឃើញថាខ្លួនឯងកំពុងបារម្ភហើយបងប្អូនគួរតែបញ្ឈប់វាហើយរកវិធីគិតដើម្បីដោះស្រាយបញ្ហាជាងអង្គុយសោកការបារម្ភខ្លាចអ្វីមួយមិនកើតឡើងដោយការប៉ងប្រាថ្នារបស់ខ្លួនបាទ